Scleroderma នេះគឺជាជំងឺមួយដែលពាក់ព័ន្ធជាមួយនឹង autoimmune ហើយពេលឃើញមាននៅក្នុង case study ច្រើនអញ្ចឹងខ្ញុំលើកយកមកនិយាយមក Scleroderma ហ្នឹងគឺជាជំងឺ systemic ឬក៏គេហៅថា systemic sclerosis អញ្ចឹងយើងអាចហៅពីរនឹងបានហើយវាគឺជាជំងឺ autoimmune disorder ហ្នឹងមានន័យថាប្រព័ន្ធការពាររបស់យើងហ្នឹងវា affect ខ្លួនឯងហើយភាគច្រើនគឺប៉ះពាល់នៅ connective tissue យើងដឹងហើយវាអាចធ្វើឡើង stickness skin របស់យើងហើយវាអាច serious ជាងគេគឺទៅដល់ internal organ អញ្ចឹងយើងមើលpathology របស់វាគឺដោយសារតែ autoimmune disorder ហ្នឹង dysfunction មានន័យថាប្រព័ន្ធការពារហ្នឹងវាមកវាយ organ ខ្លួនឯងឬក៏វាធ្វើឲ្យមានភាពមិនប្រក្រតីអញ្ចឹងគឺវា activation ទៅដល់ fibroblast នៅក្នុងស្បែកនៅក្នុងសរីរាង្គអីចឹងទៅ access collagen ចឹងទៅมันធ្វើឲ្យស្បែកអីហ្នឹងវាឡើងក្រាស់ដូចយើងមើលនៅក្នុងនេះចឹងហើយវាក៏ធ្វើឲ្យ vascular injury ដែរដូចជា endothelial dysfunction ចឹងទៅធ្វើឲ្យ vasoconstriction អញ្ចឹងណាដូចជា rhino phenomenon នេះមានន័យថាធ្វើឲ្យ vasoconstriction ពិសេសនៅកន្លែងដៃចឹងទៅធ្វើឲ្យ slake អីចឹងទៅហើយក៏ធ្វើ ischemia ដោយសារតែខ្វះអុកស៊ីតចិញ្ចឹមអញ្ចឹងដោយសារវា vasoconstriction ណាហើយក៏មាន antibody production ច្រើនខុសពីធម្មតាអញ្ចឹងយើងនឹងហ៊ានពាក់ព័ន្ធជាមួយនឹង scleroderma ហ្នឹងអញ្ចឹងមានពីរប្រភេទ scleroderma ហ្នឹងមានទី1 localized scleroderma មួយទៀតគឺ systemic sclerosis ក៏បានគឺ systemic scleroderma ក៏បានអញ្ចឹងមានពីរហ្នឹង localized scleroderma ហ្នឹងមានន័យថាវាគ្រាន់តែជា affects មានន័យថាវាអត់សូវខ្លាំងទេគឺវា affect តែត្រឹម skin របស់យើងទេអញ្ចឹង sometimes muscle ក៏បោនតែអត់មានពាក់ព័ន្ធជាមួយ internal organ អញ្ចឹងគាត់រៀងស្រាលណាហ្នឹងណាអ្នកដែលកើត localized scleroderma ហ្នឹងគឺគ្រាន់តែស្បែករបស់គាត់ដូចជាឡើង morphea មានន័យថាមានផ្លាកអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅណាគេមានផ្លាកអញ្ចឹងធំនៅកន្លែងស្បែកគឺឈ្មោះថា morphea នឹងឯងមួយទៀត linear scleroderma អញ្ចឹងអាចនឹងមានជាបន្ទាត់មួយអញ្ចឹងនេះកន្លែងនេះអញ្ចឹងនេះកន្លែងនេះអ្នកទាំងអស់គ្នាមើលមកវាអាចនៅលើថ្ងាសនៅលើអវយវរបស់យើងអញ្ចឹងឯងហើយវាជាបន្ទាត់ណាចាំមិនឈ្មោះ linear scleroderma ហើយ morphea ហ្នឹងជាផ្លាកមួយស្បែកអាហ្នឹងអត់មានពាក់ព័ន្ធជាមួយ internal organ ទេអញ្ចឹងយើងគួរនេះយើងមើលកន្លែងហ្នឹងអត់ involve ទេអញ្ចឹងមានន័យថាអត់ធ្ងន់ទេគ្រាន់តែស្បែកអត់ស្អាតអញ្ចឹងទៅវាមានកន្លែងមានផ្លាកមិនអីអញ្ចឹងហ្នឹង localized scleroderma យើងចូលមកប្រភេទទី2អញ្ចឹងមានពីរប្រភេទហ្នឹងណា localized scleroderma មួយទៀតគឺ systemic scleroderma ឬក៏ systemic sclerosis នេះគឺវា affect ទៅដល់ internal organ này អញ្ចឹងមានន័យថាវាប៉ះពាល់ skin ព្រោះ sclero ដូចហ្នឹងប៉ះពាល់ skin បូកជាមួយ internal organ អញ្ចឹងបើ localized scleroderma អត់មានប៉ះពាល់ជាមួយ internal organ ទេតែបើ systemic scleroderma គឺគាត់ប៉ះពាល់ទៅដល់ organ ខាងក្នុងហើយ organ ដែលប៉ះពាល់ជាមួយមានដូចជា lung kidney heart ហើយនិង digestive tract អញ្ចឹងនៅក្នុង systemic sclerosis ហ្នឹងវាចេះជាពីរទៀតទី1គឺ limit subcutaneous systemic sclerosis អញ្ចឹង limit អញ្ចឹងមានអញ្ចឹងចាច់ជាពីរទៀតណាមួយ limit អញ្ចឹងថា all ទេមែនlimit នេះគួយ cutaneous systemic sclerosis ហើយមួយទៀតគឺ diffuse ម្ដងនេះមួយទៀតនេះdiffuse cutaneous systemic sclerosis អញ្ចឹងវាជាពីរទៀតអញ្ចឹងមាន limit ហើយនិងមាន diffuse cutaneous systemic sclerosis អញ្ចឹងមានពីរហ្នឹងណាអញ្ចឹងពីរហ្នឹងខុសគ្នាមិនទី1យើងដឹងថា systemic sclerosis វាប៉ះពាល់ទៅដល់ internal organ ដែរក៏ប៉ុន្តែនៅពេលដែលវាមានពាក្យថា limit អញ្ចឹងមានន័យថាវាប៉ះពាល់ទៅដល់ internal organ ក៏ប៉ុន្តែវា limit អត់ច្រើនទេតែដល់ diffuse នេះមានន័យថាពីពេញហ្មងអញ្ចឹងវាច្រើនអញ្ចឹងវាអាចប៉ះពាល់ទៅដល់សួតបេះដូងអីអញ្ចឹងទៅអញ្ចឹងវា serious ហើយជាឲ្យខ្ញុំឲ្យពាក់ព័ន្ធជាមួយ limit cutaneous systemic sclerosis គឺជា type មួយរបស់ systemic sclerosis ដែលវា character របស់វាគឺ skin fibrosis skin នៅ skin ក៏ប៉ុន្តែវាប៉ះពាល់ទៅដល់ organ ខ្លះ internal organ ខ្លះតែ limit អត់ច្រើនទេអូខេហើយបើយើងចង់ដឹងថាអ្នកជំងឺកាត់អាហ្នឹងគឺពាក់ពីច្រើនគាត់ឡើង antibody គឺ anti centromere នៅពេលដែលយើងពិនិត្យទៅគឺ anti centromere របស់គាត់គឺឡើងខ្លាំងអញ្ចឹងភាគច្រើនអ្នកដែលជា symptom ហ្មងអ្នកដែលគាត់កើតlimit cutaneous systemic sclerosis គឺគាត់មាន pulmonary hypertension pulmonary arterial hypertension
hypertension ហ្នឹងហើយនឹង Graves syndrome អញ្ចឹងមាននេះជា symptom របស់គាត់ណាតែមានណាអូខេអញ្ចឹងខ្ញុំដឹងថាយើងអាចចាំណានេះរបៀបចាំគឺសង់ត្រមែមានន័យថាអង្គទីសង់ត្រមែរបស់គាត់នឹងឡើងហើយគាត់មាន Graves syndrome ហើយគាត់មាន cutaneous មានន័យថា limit form ទេវាអត់diffuse ទេអញ្ចឹង limit cutaneous systemic sclerosis គឺបែបហ្នឹងឯងអញ្ចឹងយើងមកមើលរោគសញ្ញារបស់គាត់គឺ Graves syndrome ហ្នឹងគឺជាអីអញ្ចឹងវាច្រើនជួបច្រើនណាស់ Graves syndrome ហ្នឹងនៅពេលដែលជា case study មកគឺថាអ្នកជំងឺមានអាការៈអញ្ចឹងចេះចូល Graves syndrome 1ឬក៏2ឬក៏3អាហ្នឹងគឺយើងអាចគិតមើលណាវាអាច diagnostic ទៅថាគាត់អាចកើត limit cutaneous systemic sclerosis នឹងឯងជាប្រភេទមួយរបស់ systemic sclerosis អញ្ចឹងGraves syndrome មានន័យថាអក្សរ C A S T នឹងឯងអក្សរ C មានន័យថា calcinosis គឺមានន័យថា calcium នឹងឯងអញ្ចឹងមាន calcium កក់នៅតាម distal limb របស់គាត់នៅតាមដៃរបស់គាត់ឃើញមើលទៅមាន calcium ណាអាហ្នឹងគឺជា symptom មួយដែរឃើញដល់ពេលយើង X-ray ទៅគឺឃើញ calcium វា calcification ឡើងពេញទៅឯងនឹងជា system មួយអញ្ចឹងអ្នកជំងឺគាត់កាត់មកគាត់អាចមានដៃគាត់នឹងមានអីពពងអញ្ចឹងរបៀបហឹងណាអាហ្នឹង calcium ណាអូខេមួយទៀតrhino phenomenon អានេះគឺជា vasoconstriction មានន័យថាដៃយើងធម្មតាសអញ្ចេះថាទេអត់ទេដៃយើងធម្មតាលឿងអីធម្មតាអញ្ចឹងតែនៅពេលដែល vasoconstriction មានន័យថាសរសៃឈាមអត្តរយោរបស់យើងវាត្បៀតវាទូចចេះវា constrict អញ្ចឹងទៅធ្វើឲ្យឈាមវាទៅអត់បានល្អអញ្ចឹងគាត់ slake ឃើញអត់នេះ why through to lack of blood flow អញ្ចឹងគាត់អាចឡើង slake ដៃហើយនៅពេល slake យូរទៅវាមិន lack of oxygen អញ្ចឹងវាឡើងស្វាយហើយនៅពេលដែល flow ហើយនៅពេលឡើងឈាមមកវិញវា vasodilatation វិញសរសៃឈាមបោកវិញឈាមបុកចូលខ្លាំងអញ្ចឹងបានគាត់នេះនឹងឯងចេញរោគសញ្ញាគឺបែបហ្នឹងrhino phenomenon ហ្នឹងគឺឯងបន្ទាប់មកគឺជា esophageal dysmotility esophageal dysmotility នេះយើងនឹងអូខេហ្នឹងនិយាយហើយមកទៅ esophageal dysmotility មានន័យថាដូចនៅពេលដែលយើងត្រូវដឹងថា scleroderma ហ្នឹងគឺដោយសារតែនេះបកមកវិញណាទូទៅហ្មងគឺដោយសារតែគាត់ access collagen disposition position អញ្ចឹងមានន័យថា connective tissue របស់គាត់គឺឡើង stick វាឡើងក្រាស់ហើយវាឡើងច្រើនណា over production ណា over production នឹងឯងអញ្ចឹងទៅគឺសូម្បីតែ esophageal របស់គាត់ក៏វាឡើង stick ដែរឃើញទេអញ្ចឹងទៅហេតុធ្វើឲ្យគាត់ absent of peristaltic អញ្ចឹងនៅពេលដែលយើងឆែក esophageal mammography មានន័យថាចង់ដឹងពីចលនារបស់esophageal ហ្នឹងគឺនឹងឃើញថាចលនា peristaltic របស់គាត់គឺវារៀងធម្មតាចលនា peristaltic មិនធម្មតាមកអញ្ចឹងណាគឺតាក់ពីយើងញ៉ាំអីហើយមកកាពះក៏ប៉ុន្តែគាត់រៀង absent អញ្ចឹងទៅអត់សូវទេណាជាហេតុធ្វើឲ្យគាត់ពិបាកក្នុងការលេប dysphagia នេះមានថាពិបាកក្នុងការ swallow ទាំងទឹកទាំងអាហារអីចឹងដោយសារតែ peristaltic គាត់អត់សូវបានល្អទេហើយអាហ្នឹងជារឿងមួយតែមួយទៀតគឺដោយសារតែវា collagen access ហ្នឹងវាធ្វើឲ្យ stiffness នៅកន្លែង smooth muscle របស់ esophagus ហ្នឹងអញ្ចឹងទៅក៏គាត់ធ្វើគាត់ពិបាកដែរវាឡើងក្រាស់ខុសពីធម្មតាអូខេអញ្ចឹងហើយមួយទៀតគឺ low អានេះ lower sphincter esophageal lower esophageal sphincter LS ហ្នឹងគឺនេះ lower esophageal sphincter ធម្មតានៅកាពះរបស់យើងមាន sphincter មួយនៅកន្លែងនេះត្រូវតែកន្លែងហ្នឹងគឺ lower អញ្ចឹងនៅពេលដែលគាត់កើតដល់ហ្នឹងមានន័យថាវាបិទអត់សូវបានល្អទេព្រោះវាទៅវា collagen វាឡើង stiffness stiffen ណាចឹងទៅវាអត់សូវបានល្អចឹងវាអាចធ្វើអាស៊ីតកាពះយើងច្រាបពីកាពះឡើងមក esophagus ចឹងជា heartផលគាត់មាន heartburn បើថាវាកាហាយអញ្ចឹងណាដូចតែគាត់កើត GERD តកើត GERD ក៏អញ្ចឹងដែរកើត GERD មានថាច្រាបអាស៊ីតកាពះឡើងមកអញ្ចឹងទៅធ្វើឲ្យយើងពិបាកហ្នឹងគឺដោយសារតែ pressure របស់គាត់ហ្នឹងវាឡើងវាអញ្ចឹងណាវាសបានល្អឯងអូខេអញ្ចឹងអាហ្នឹងគឺ esophageal dysmotility នឹងឯងមួយទៀត scleroderma មានន័យថាដៃគាត់គឺវាឡើងក្រាស់មានន័យថាអា fib ហ្នឹងវាឡើងក្រាស់នៅពេលដែលវាឡើងក្រាស់អញ្ចឹងទៅវាពិបាកក្នុងការធ្វើចលនានេះឃើញហ៊ានកងអញ្ចឹងដោយសារយើងធម្មតាយើងចលនាបានតែអានេះវាឡើងក្រាស់អញ្ចឹងទៅវាពិបាកធ្វើចលនាបត់បែនម្រាមដៃហ្នឹងអាហ្នឹងគឺអញ្ចឹង scleroderma ហ្នឹងមួយទៀតគឺ telangiectasia ហ្នឹងtelangiectasia ហ្នឹងមានន័យថាសរសៃឈាមរបស់គាត់ហ្នឹងវារីក vasodilat សរសៃឈាមហ្នឹងគេ focus អាហ្នឹងពីច្រើនគឺ focus ទៅលើ capillary ហើយនឹង venil អញ្ចឹងទៅវាបែកអញ្ចឹងហើយអាហ្នឹងមនុស្សចាស់ក៏គាត់បែកដែរអ្នកដែលមាន disease ក៏បែកមនុស្សចាស់ក៏បែកតែបើសិនបើយើងក្មេងយើងបែកអាហ្នឹងច្រើន
បុកជាមួយរោគសញ្ញាបន្ថែមដូចជាមាន esophageal dysmotility ដែលមានបែរខ្ញុំបាននិយាយលើមុនអញ្ចឹងអានឹងយើងអាចគិតទេណាថាគាត់អាចចូលក្នុង Graves syndrome អញ្ចឹងមួយទៀតអ្នកនរគ្នាអាចច្រឡំជាមួយនឹងspider adenoma មួយទៀតគឺ aneurystella អានឹងជាភាសាប្រាំងណានេះចឹងខ្ញុំទៅសេឲ្យពេកទៅឡងជីតាសេនេះខ្ញុំទាញយកបន្តិចមួយទៀតអាចនឹង spider adenoma ឬក៏នេះជាភាសាអង់គ្លេស spider adenoma មួយទៀតគឺ aneurystella ជាភាសាប្រាំងចឹងមានន័យថាជាការហិតសាយឈាមនឹងដែរ dilat ដែរតែអូខេនេះមិនទេគ្រាន់តែថាវាឡើងចេះចឹងណាអាហ្នឹងពីច្រើនដែលមានថ្លើមប៉ុន្តែជាមួយនឹងជំងឺថ្លើមតែអាហ្នឹងវារៀងធ្ងន់ធ្ងរជាងហើយវា dilat ទៅអត់តែនេះពីច្រើនគឺ focus ទៅលើ vinyl ហើយនឹង capillary អាចទៅឡើងតែស៊ីនេះចង់ឃើញបែបហ្នឹងឯងអញ្ចឹងខ្ញុំបកអស់វិញដើម្បី review យើងឡើងវិញអ្នកជំងឺដែលគាត់កើត systemic sclerosis ហើយវាជា type 1 របស់ scleroderma ហ្នឹងហើយវាមានចែកជា2គឺវាមាន limit cutaneous scleroderma នេះ systemic sclerosis ហ្នឹងគឺវាប៉ះពាល់និយាយទៅដឹងថា systemic sclerosis វានឹងទៅប៉ះពាល់ទៅដល់ organ ខាងក្នុងហើយគាត់ថា limit នេះវាតិចហើយគឺគាត់មានរោគសញ្ញាអីគេមាន Graves syndrome ឃើញ Graves syndrome ឃើញប៉ះពាល់ organ ខាងក្នុងនេះគឺ esophageal dysmotility គឺអាខាងក្នុងហើយ organ ខាងក្នុងហើយតែរៀង limit ឃើញអត់វាអត់សូវច្រើនហ្មងណាវាអត់សូវច្រើនដូចdiffuse ទេអូខេអញ្ចឹងដល់ systemic sclerosis ប៉ះពាល់ទៅដល់ internal organ តែ internal organ ហ្នឹងបើ limit មានន័យថាវាប៉ះពាល់តិចទេហើយរោគសញ្ញាបង្កគឺ Graves syndrome ដែលមានដូចជា calcinosis មាន calcium renal phenomenon មានន័យថា vasoconstriction នៅកន្លែងអត្តរយងនៅពិសេសនៅកន្លែងចុងដៃហ្នឹងហើយ esophageal dysmotility ហ្នឹងគឺយើងត្រូវដឹងថាគាត់អាចមាន chest pain មាន heartburn ដោយសារតែ lower sphincter esophageal lower esophageal sphincter pressure របស់គាត់ទាបអញ្ចឹងទៅអត់អាចខ្ជិបអានឹងបានល្អទេអញ្ចឹងធ្វើឲ្យមានអាស៊ីតកាពះឡើងទៅឬ fluid ហ្នឹងហើយអាចabsent peristaltic ហើយមួយទៀតគឺគាត់ពិបាកលេបហើយមានរហ័ស stiffness នៅកន្លែងពងកយើងដោយសារធម្មតាអាហ្នឹងវាឡើងវា stiffness អា collagen ហ្នឹងហើយ smooth muscle អញ្ចឹងទៅវាពិបាកមានរហ័សទៅអីអញ្ចឹងណាហើយពិបាកលេបហើយមានអូខេទៅអញ្ចឹងណាអញ្ចឹងគឺ Graves syndrome ហ្នឹងអូខេមានប៉ុណ្ណឹងហើយជាឲ្យយើងចាំគឺអ្នកដែលមាន cutaneous systemic sclerosis គឺគាត់ឡើងអង់ទីពេលដែលផលិតអង់ទី antibody ទៅគឺគាត់ឡើង centromere Graves syndrome ហ្នឹងហើយ cutaneous មានន័យថា limited form យើងចាប់ផ្ដើមមកដល់ទៅគឺ diffuse cutaneous systemic sclerosis អញ្ចឹង diffuse មានន័យថាវាច្រើនហើយអញ្ចឹងវាអាចធ្វើឲ្យមិនថាមកខូច skin fibrosis ទេគឺវាខូចទៅដល់នេះត្រង់នេះមានខាងក្នុងទ្រូងយើងហើយ several internal organ គឺជាមាន poor prognosis ខ្លាំងមែនតើហ្មងណាហើយបើគាត់ឡើងភាគច្រើនគឺគាត់ឡើងអង្គទីនេះអង្គទី toposomerase មានន័យថា70នេះមានន័យថាអង្គទីបើគាត់មកធម្មតាគឺអង្គទី centromere គឺគាត់ឡើងនេះមាន cutaneous limited ទេតែបើសិនបើអត់ទេបើសិនបើពេលដែលផលិតទៅឡើងនេះមានន័យថាគាត់យើងអាចធ្វើ diagnostic ថាភាគច្រើនទៅកន្លែង diffuse cutaneous systemic sclerosis ហ្នឹងឯងអញ្ចឹងជាឲ្យអ្នកថាចាំគឺមានន័យថា D ហ្នឹងគឺមានន័យថា deadly complication show quickly អញ្ចឹងមានន័យថាឈឺភ្លាមគឺពិបាកគ្រប់ organ ហ្មងគឺ deadly complication show quickly ហើយលឿនទៀតបើអ្នកជំងឺហ្នឹងរៀងមានន័យថា slow ហើយមានន័យថារោគសញ្ញាគាត់ម្ដងចាស់គឺគាត់ដល់ limit form ហីអត់អីទេតែបើថាភ្លាមគឺធ្ងន់ហ្មងមាន diffuse skin stiffness មានដៃឡើង fibrosis ឡើងអីច្រើនហើយមានឈឺកាត់យ៉ាត់ពាក់ព័ន្ធជាមួយ renal crisis គឺវា quick មែនតើគឺវាលឿនណាវាបំផុតលឿនអាហ្នឹងគឺគាត់កើត diffuse cutaneous systemic sclerosis ហើយអញ្ចឹងខ្ញុំឲ្យអានខ្លះដោយសារតែកាត់យ៉ាត់មានអីគេបេះដូងគឺគាត់ធ្វើឲ្យmyocardial fibrosis អញ្ចឹងវាអាចធ្វើឲ្យវាធ្វើការអត់ល្អទេpericarditis ហើយពាក់ព័ន្ធជាមួយនឹងថ្លើម form របស់គាត់គឺឡើង primary biliary cholangitis ពាក់ព័ន្ធជាមួយនឹងថង់ផ្លូវទឹកប្រមាណណា overlap ហើយពាក់ព័ន្ធជាមួយនៅនេះgastrointestinal មាន GERD ដូចមានអញ្ចឹងធ្លាប់អញ្ចឹងដោយសារតែអាស៊ីតកាពះច្រើនទៅ demotility
អីចឹងទៅអូខេហើយច្រើនគឺឡានមែនតើហ្មងគឺឡានឡើងមកហ្នឹងគឺវាមាន artificial lung disease ហើយ pulmonary arterial hypertension អូខេហើយ renal គឺ crisis ទៅដល់ renal ទៅដល់musculoskeletal និយាយទៅវាច្រើន organ ណានៅពេលដែលគាត់កើត diffuse នឹងឯង diffuse cutaneous sclerosis ចឹងជា tip ក្នុងការ exam គឺបើសិនបើអ្នកជំងឺគាត់មាន rhino ដៃ vasoconstriction ហ្នឹង for year after skin change ចឹងមានន័យថាគាត់គឺឡើយ limit តែវារៀងយឺតៗការវិវត្តយឺតចឹង limit cutaneous systemic sclerosis ក៏ប៉ុន្តែបើសិនបើឡើង skin thickening appear very quickly ហើយចាប់ដើមឈឺមានសរីរៈណាមួយឈឺមិនថាបេះដូងមិនថាជា renal រាំងមិនថាជាឡាំងទេពុំម៉ងទេគឺយើងត្រូវគិតអំពី diffuse cutaneous systemic sclerosis អូខេអញ្ចឹងជា diagnostic គឺយើងអាចមើលពាក់ព័ន្ធមើលផ្ទាល់ហើយយើងអាចធ្វើ blood test ដូចនេះអញ្ចឹង centromere នេះអង្គទីសង្ស្ប៉ុនឡើងគាត់កាត់ limit តែបើគាត់ឡើងនេះមានន័យថាគាត់ diffuse ហើយអូខេ imagery យើងអាចមើលទៅព្រោះមាន organ ខាងក្នុងខ្លះគឺគាត់វាមានបញ្ហាចឹងយើងអាចមើលឃើញបានអូខេហើយបើtreatment វិញដោយសារតែវាជាជំងឺ autoimmune disorder ចឹងទៅវាអត់មាន specific ទេបើសិនបើគាត់ឈឺណាយើងដាក់ហ្នឹងទៅអានេះ immunosuppressor មានដើម្បី suppress កុំឲ្យ antibody ហ្នឹងវាវាយខ្លួនឯងវាយកោសិកាអញ្ចឹងណាហើយបើសិនគាត់បាន vasoconstriction យើងត្រូវដាក់ vasodilatation អញ្ចឹងទៅហើយបើមាន GERD អញ្ចឹងយើងដាក់PPI អញ្ចឹងណា EPP អញ្ចឹងទៅហើយប្រព័ន្ធមួយស្បែកអីចលនាអញ្ចឹងហ្នឹងយើងព្យាបាលតាម symptom ដែលគាត់មានព្រោះអ្នកខ្លះទៅគាត់មានបញ្ហាកន្លែងពុំម៉ងមានកាពះមានអីចឹងទៅវាមិនកើតឡើងម្ដងទាំងអស់ទេអូខេអញ្ចឹងខ្ញុំសង្ខេបមកវិញscleroderma ជាជំងឺ autoimmune disorder ហើយវាមានចែកជាពីរគឺ localized នេះគឺមានតែ skin ទេប៉ះពាល់តែ skin ទេដូចជា morphine ដូចជាឡើងអីចឹងទៅហើយមួយទៀតគឺ systemic sclerosis គឺចែកជាពីរមានដូចជា limit cutaneous systemic sclerosis ហើយមួយទៀត diffuse cutaneous systemic sclerosis ហ្នឹងឯងsclerosis ហើយចឹងនេះជា question បើសិនបើ antibody is the most strongly associated with limit cutaneous systemic sclerosis មួយណាគឺប្រកាសជាសង្គ្រាមនឹងឯងនឹងរៀនហើយណាតន់ជាមួយ limit ណាបើនេះបើគាត់ការ diffuse មួយទៀតគឺបើសិនបើគាត់ការ diffuse cutaneous systemic sclerosis មានន័យថា organ ណាដែល involve only ហ្មងមានន័យថា diffuse នេះមានខ្លាំងគឺ only មិន skin ទេមិន eye មិន skin ទេហើយក៏មានបានទៀតដែរគឺជាឡាំងគឺគាត់កាត់អាហ្នឹងគឺឡើងប៉ះពាល់មកគេហ្មងឡើង fibrosing ពេលខ្លះទៅគឺឡើងhypertension ណា pulmonary arterial hypertension ណាOkay, what is the most common initial symptom in both ចឹងមានទាំងពីរអាហ្នឹងមានន័យថាអានេះមានន័យថា systemic sclerosis ឯងចឹងគាត់គឺការនេះពី renal phenomena មានថា vasoconstriction ដៃនឹងឯង which is the hallmark of the Graves syndrome ចឹង Graves syndrome មានអីគេ C មានន័យថាឡើងកាល់ស្យូម rhino អានេះ esophageal អានេះដៃនឹងរៀងអានេះឡើងសរសៃចឹងគឺមានអានេះទេ calcinosis មានឡើងកាល់ស្យូមឡើងចុងដៃហ្នឹងឯង calcification a patient is present in rhino esophageal dysmotility and sclerodermity អាហ្នឹងមានអីទេគឺ limit ហ្នឹងឯងចូល limit form limited cutaneous systemic sclerosis អូខេចឹងអានេះជា case study មួយទេអ្នកទាំងដឹងហី35ឆ្នាំភេទស្រីគឺគាត់មកដោយសារ heartburn ចឹងយើងអាចមើល heartburn មួយប្រព័ន្ធជាមួយ esophageal dysmotility ហើយគឺមានអារម្មណ៍ sticky sensation in her throat ចឹងមានអាហារកមានឡើងដូចមានអាហារមានអីចឹងណាហើយគឺគាត់ឃើញមាន asthma ពីមុនមកហើយគាត់អត់មាន smoke ឬក៏ alcohol ទេ deny បន្ទាប់មក allergy ក៏អត់ដែរហើយ stressful តែវាអីទៅហើយ breast cancer her mother ហើយនឹង prostate cancer father ហើយនៅពេលដែលយើងធ្វើendoscopy ទៅយើងឃើញថា pyramid distal esophagus mammography ទៅយើង mammometry ទៅយើងឃើញ absent peristaltic ហើយ lower នេះទៅគឺចូល Graves syndrome ទាំងអស់ហ្មង
decrease lower ស្វាងតែ lower esophageal ស្វាងតែអញ្ចឹងយើងអាចគិតថាគឺគាត់កើតមួយណាគឺ scleroderma នឹងឯង scleroderma របស់គាត់ចូល systemic ហើយ systemic sclerosis ហើយវាចូលទៅក្នុង limit form ណាអូខេអញ្ចឹងមានប៉ុណ្ណឹងឯងសម្រាប់ជំងឺហ្នឹង